Alright អ្នកនរគ្នាខ្ញុំនឹងប្រាប់អ្នកគ្នាពីរឿងនៃការ down feather client មួយនេះតែបញ្ជាក់សម្រាប់តែមាន account premium ទេមិនអាចលេងទៅលើវាកើតអញ្ចឹងអ្នកគ្នា search តាមខ្ញុំមក feather client អញ្ចឹងគឺអ្នកគ្នាឃើញអ្នក feather client នេះអញ្ចឹងអ្នកគ្នាគ្រាន់តែចុចនៅលើ feather client ហ្នឹងមកអញ្ចឹងវាចូលមកដល់កន្លែងនេះអ្នកគ្នានឹងឃើញនេះ download for Windows នេះចុចអាហ្នឹងមក down អាហ្នឹងមកអញ្ចឹងចាំឲ្យវា down ពេញទៅបន្ទាប់ឲ្យបាន down វាពេញហើយជំហានបន្ទាប់នេះត្រូវធ្វើនេះគឺ install វាអញ្ចឹងអ្នកគ្នា install វាមកអញ្ចឹងមកវាចេញមកអញ្ចឹងអ្នកគ្នាចុច install នៅលើអានេះក្នុងនេះក៏បានដែរចុចនៅលើវាមកអញ្ចឹងវាចាប់ដើម install ខ្ញុំហើយអញ្ចឹងអ្នកគ្នាចុចពាក្យថា yes មកអញ្ចឹងអ្នកគ្នាចេញវិញមកហើយអ្នកគ្នាមើលកន្លែងនេះទៅគឺឃើញអ្នក feather client អញ្ចឹងយើងចុចចូលក្នុង feather client ហ្នឹងមកបន្ទាប់ពីអ្នកគ្នាចូលមកក្នុង feather client ហ្នឹងហើយជំហានបន្ទាប់ទៀតគឺអ្នកគ្នា log in account premium របស់អ្នកគ្នាចូលអញ្ចឹងចុចនៅកន្លែង Microsoft account ហ្នឹងមកបន្ទាប់មកអ្នកគ្នាដាក់ Gmail password របស់អ្នកគ្នា account premium របស់អ្នកគ្នាចូលក្នុងហ្នឹងមកអញ្ចឹងពេលគេដាក់ហើយទៅគឺវាចេញ account ដូចខ្ញុំអញ្ចឹងហើយអញ្ចឹងដោយសារខ្ញុំបានដាក់ហើយអត់មានប្រាប់អីទេហើយកន្លែងនេះវិញកន្លែងយើងរើស version នេះចង់លេង version 1.1ក៏បានដែរនៅលើនឹងស្រាប់អញ្ចឹងរើសអីហើយទៅ install ចុច down វាទៅឲ្យពេញទៅអញ្ចឹងគឺអ្នកគ្នាលេងបានហើយបើចង់ add mode add អីរបស់វាគឺអ្នកគ្នានឹងមានអាហ្នឹងស្រាប់ឯ mode អីហ្នឹងនេះ mode ចង់ add ចង់អីវាមានតែយើង add ខ្លួនឯងគឺចង់ add mode មកពីក្រៅខ្លួនឯងក៏បានចុចមកនេះឃើញអានេះជាកន្លែងយើង add mode ពីក្រៅនេះដាក់ path នៅហ្នឹងហើយយើងចង់ add ក្នុង feather client ហ្នឹងស្រាប់ហ្នឹងក៏បានដែរនេះចុចកន្លែង browser mode ហ្នឹងមកគឺវាមាន feather client ហ្នឹងវាមាន mode ក្នុងហ្នឹងស្រាប់ហ្នឹងឃើញទៅអញ្ចឹងឲ្យចង់ដល់ណាក៏បានដែរនិយាយទៅរើស version អីឲ្យត្រូវគ្នាទៅបើថារើសខុសគឺនឹងក្រាស់ឲ្យ game ហ្នឹងលាក់ការទេវាគាំងអញ្ចឹងឲ្យរើស version ឲ្យត្រូវហើយកន្លែងនេះវិញគឺជាកន្លែង skin យើងចង់ដូរ skin នៅក្នុងហ្នឹងក៏បានដែរនេះ pass skin របស់យើងចូលក្នុងហ្នឹងមក raw skin មកអ្នកគេ pass ចូលមកចាខ្ញុំអត់មាន pass ទេអញ្ចឹងនេះចុច apply មកហើយវាមានកន្លែង slim និងនេះដែរហើយកន្លែងនេះវិញគឺជាកន្លែងពាក់ cap បើសិនគ្នាមាន cap ចុចមកគឺនឹងឃើញ cap នៅហ្នឹងចង់ពាក់មួយណាគ្រាន់ចុចលើវាហើយចុច apply ទៅបានហើយអញ្ចឹង cap ខ្ញុំគ្មានអីត្រូវពាក់ទេខ្ញុំគ្រាន់ប្រាប់អ្នកគ្នាទេហើយចង់ពាក់ cap អីចុច apply ហ្នឹងទៅនេះ apply ខាងក្រោមនេះអញ្ចឹងចុច apply ហ្នឹងទៅបើសិនអត់មាន cap ទេគឺអត់មានអីពាក់ទេហើយកន្លែងនេះគឺជា server វាមានកន្លែង server មានអីយ៉ាងបាច់ឆ្វល់ច្រើនទេយើងនេះមាន mode មានអីនេះគេdown mode ដល់អីក៏downតាមខ្ញុំក៏បានដែរតោះមកអ្នកគ្នាចុចកន្លែងហ្នឹងមកបើចេះគ្នាតន់ down ហ្នឹងទៅចុចទៅវានឹង down កន្លែងហ្នឹងរៀងយូរបន្តិចតោះវាពេញអាហ្នឹងចេះសារខ្ញុំ down ហើយអញ្ចឹងទៅមានអីត្រូវ down ទៀតទេអញ្ចឹងគ្រាន់តែចុចចូលមកចាំវាបន្តិចគឺវានឹងចូលមកដល់ក្នុង game ខ្ញុំហើយអញ្ចឹងខ្ញុំបានចូលមកដល់ក្នុង game ហើយអញ្ចឹងចូលមកដល់ក្នុង game អញ្ចឹងខ្ញុំមានរបស់អីដែលខ្ញុំត្រូវប្រាប់អ្នកគ្នាទៀតអញ្ចឹងវាមានកន្លែងដែល single player multiplayer ហ្នឹងហើយកន្លែងនេះវិញអ្នកគ្នាគ្រាន់តែមើលមកនេះចុចតាមមកហ្នឹងមកអញ្ចឹងគឺវាមានកន្លែង option អាហ្នឹងគេហៅស្អីគេនេះកន្លែង menu នេះយើងអាចបើកក៏បានដែរវាមាន night vision វាមានបើកអីដែលយើងត្រូវបើកយើងអ្នកគ្នាអាចមកបើកកន្លែងហ្នឹងបានវាមានកន្លែងបើក FPS មានអីផ្សេងៗអញ្ចឹងកន្លែងហ្នឹងវាបើកតែគណៈថាអានេះគេហៅស្អីគេខ្ញុំភ្លេចបាត់នេះអ្នកលេង PVP គឺល្អមែនតើនេះវាមាន potion មានអីនៅលោតនៅលើហ្នឹងវាមានទីមានអីទៅខ្ញុំភ្លេចឈ្មោះអាហ្នឹងបាទដឹងប្រាប់អ្នកគ្នាមិនហើយវាមានកន្លែង setting ចុច setting ហ្នឹងមកអ្នកគ្នាចង់សេរី setting ចង់សេរីអីក៏សេរីទៅតែខ្ញុំអត់ប្រាប់ទេហើយនេះវិញ shader resource page ឡោះចុចទៅវាមកគឺវាមាន resource page នេះគេ down នៅលើហ្នឹងហ្មងអញ្ចឹងរើ resource page អ្នកគ្នាចង់ down ទៅហើយ search អីទៅ search ឈ្មោះស្អីបានតែក្នុងហ្នឹងអញ្ចឹងចង់រើសមួយណាអីក៏រើសទៅហើយចុច down វាធម្មតាទេហើយអានេះវិញ shader ហ្នឹងក៏វាមាននៅក្នុងហ្នឹងស្រាប់ដែរចង់ down នេះគ្រាន់តែចុច down វាទៅមានមកកណ្ដោដែរនេះនៅពេលគេ down ណាអីហ្នឹងអស់ហើយអ្នកគេគ្រាន់តែចូលទៅដូចគាត់ដងអ្នកគេចូលទៅកន្លែង setting ទៅហើយទៅកន្លែង resource page ឬក៏ shader របស់អ្នកគ្នាទៅគឺវានឹងឃើញអារបស់អ្នកគ្នាបាន down ហ្នឹងហើយវានឹងហ្នឹងហើយអញ្ចឹងគ្រាន់តែដាក់ពាក្យដាក់អីចឹងទៅ shader ហ្នឹងគឺវាមាននៅស្រាប់តែម្ដងអ្នកគ្នាអញ្ចឹងហើយចេះអត់មានពិបាកទេសម្រាប់ សម្រាប់ feather client នេះមួយហើយមកដល់កន្លែងនេះគឺជាកន្លែង cosmetic អញ្ចឹងខ្ញុំមាន cosmetic មាន cap អីចឹងអ្នកនេះធ្លាប់ឃើញមានគេ cosmetic មានអីហ្នឹងគឺថាគេលេងនៅ feather client ហ្នឹងចុះបានវាមាន cosmetic លយហ្នឹង
ចឹងចូលមកកាន់ store មកគឺអ្នកគ្នាហាក់នេះវិញគឺគេ free ឲ្យយើងមួយថ្ងៃ5 10អញ្ចឹងតែថាខ្ញុំវាយូរអញ្ចឹងគេ free ឲ្យច្រើនទៅ15 15អញ្ចឹងទៅចឹងគ្នាអាចបន្សំណាដើម្បីទិញរបស់នេះបើជើងក្រាបដៃនេះកញ្ញាំនេះគ្នាយើងសួររត់ច្រើនដែលទិញ account premium ទៅខាងខ្ញុំទៅគឺគាត់សួរអាកញ្ញាំបានទៅណាបងមានលក់អត់មានទេអាហ្នឹង feeder client តានេះមានក្នុងនឹងស្រាប់តែម្ដងនេះមាន cap មានអីនិយាយទៅវាស្រេចតែអ្នកគ្នាក្នុងហ្នឹងឲ្យតែគ្នាមានខ្វាញ់ហ្នឹងទិញបានហើយនេះមកកណោនេះបើសមអាហ្នឹងទៅលេងយូរទៅវាគ្រប់ខ្វាញ់គ្រប់អីហើយយ៉ាចឹងអាហ្នឹងមានប៉ុណ្ណឹងទេចឹងនេះបើយើងចង់ពាក់ cap ពាក់អីដែលយើងមានហ្នឹងទៅយើងចុចចូលក្នុងមកយើងនេះដាក់នេះមកពាក់មកសារនេះខ្ញុំដោះឲ្យអ្នកគ្នាចឹងខ្ញុំថ្កាពាក់ឡើងវិញសិនមានមួកមានអីរបស់ខ្ញុំនេះអានេះខ្ញុំបន្សំឲ្យគេយកមានបានទិញអីទេខ្វាញ់អីទេបន្សំវាយូរទៅមុនក្រោយគុំបានដែរអ្នកគ្នាហើយអានេះវិញ multi player ចង់លេងចុចកន្លែង add server មកហើយដាក់ IP របស់គេចូលទៅចង់លេង single player add single player ធម្មតាដូចគ្នាធ្លាប់លេង server គេផ្សេងធម្មតាអញ្ចឹងអ្នកគ្នាអញ្ចឹងគឺអត់មានអីទេវាធម្មតាអញ្ចឹងដែលខ្ញុំប្រាប់អ្នកគ្នាហ្នឹងគឺមានតែប៉ុណ្្នឹងទេរបៀប down របៀបអីហ្នឹងគឺ easy មែនតើហើយបើអ្នកគ្នាចង់ទិញ account premium ដើម្បីលេងនៅលើ feeder client ហ្នឹងដែរអ្នកគ្នាអាចទិញពីខ្ញុំបានខ្ញុំមានលក់ហើយ link Telegram ខ្ញុំនៅខាងក្រោម description របស់ខ្ញុំចឹងទេចុចទៅគឺនឹងឃើញ link description ចូលទៅក្នុង Telegram របស់ខ្ញុំហើយអញ្ចឹងចុចវាទៅគឺនឹងឃើញហើយថាខ្ញុំមានលក់ account premium អីគេខ្លះអញ្ចឹងហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងទេអ្នកគ្នាបើសិនត្រូវការ account premium អីគឺតំណមកកាន់ចាំបានអ្នកគ្នាដូចខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹង link នៅខាងក្រោម description